បាទជំរាបសួរបងប្អូនជនរួមជាតិខ្ញុំបាទលីកមីនតែសូមបញ្ចូលរួមចែករំលែកជូនបងប្អូននៅคลิปវីដេអូនេះហើយក៏ចង់សួរបងប្អូនមួយចំនួនអ្នកណាខ្លះដែលមានរោគសញ្ញាអ្នកណាខ្លះដែលមានអាការៈដូចខ្ញុំរាយរាប់ខាងក្រោមនេះលើកឡើងតើវាមានមូលហេតុអីបានជាមានអាការៈបែបហ្នឹងបងប្អូនណាខ្លះដែលពិបាកក្នុងការដកដង្ហើមមានអារម្មណ៍ថាថប់ក្នុងខ្លួនយើងក្នុងដង្ហើមពេលដែលយើងដកដង្ហើមចូលទៅដកអត់អស់ធម្មតាពេលដែលយើងដកដង្ហើមពេលដែលយើងមានអារម្មណ៍ថាហត់ឬក៏យើងមានអារម្មណ៍ថាខ្វះអុកស៊ីហ្សែនក្នុងខ្លួនយើងនឹងធ្វើដកដង្ហើមគេថាដកដង្ហើមធំអញ្ចឹងណាយើងនឹងដកឲ្យវាជ្រៅចូលទៅប៉ុន្តែក្នុងករណីនេះបងប្អូនណាខ្លះដែលពេលដែលយើងចង់ដកដង្ហើមឲ្យវាអស់ឲ្យជ្រៅចូលទៅប៉ុន្តែដកទៅមិនអស់ដកទៅមានអារម្មណ៍ថាថប់ដកទៅអត់ដូចអត់ពេញចិត្តអត់ស្រឡះចិត្តនៅក្នុងអារម្មណ៍របស់យើងដែលយើងចង់ដកដង្ហើមធំធម្មតាយើងដកដង្ហើមធំបងប្អូនតែមានអារម្មណ៍ថាពេលយើងដកទៅគឺថាសបាយក្រោយពីយើងដកដង្ហើមធំទៅមានអារម្មណ៍ថាធូរនៅក្នុងទ្រូងយើងណាប៉ុន្តែក្នុងករណីដែលបងប្អូនចង់ដកដង្ហើមឲ្យជ្រៅចូលទៅប៉ុន្តែដកទៅមិនអស់តើបងប្អូនណាដែលមានអាការៈនឹងខ្លះហើយបងប្អូនណាខ្លះដែលមានអាការៈថាដកដង្ហើមមិនអស់ហើយមានអារម្មណ៍ថាថប់នៅក្នុងដើមទ្រូងរបស់យើងណាពេលយើងអង្គុយពេលយើងគេងប្រែចុះប្រែឡើងក៏មានអារម្មណ៍ថាពិបាកទ្រាំយើងចង់តែដកដង្ហើមឲ្យវាអស់ពីក្នុងចិត្តរបស់យើងប៉ុន្តែដកវាអត់រួចហ្នឹងហើយបងប្អូននឹងថាតើនេះជាមូលហេតុអីទេខ្ញុំចង់ណែនាំឲ្យបងប្អូនយល់អំពីសរីរាង្គរបស់យើងដូចជាក្នុងរូបភាពដែលខ្ញុំដាក់នៅជួបបងប្អូននេះគឺថារូបភាពនេះគឺជាគ្រឿងក្នុងរបស់យើងនៅក្នុងនោះមានសួតមានបេះដូងមានកាពះមានពោះវៀនធំពោះវៀនតូចគ្រប់បែបយ៉ាងមានលំពេងអីទាំងអស់ហ្នឹងណាតើពេលដែលយើងមានអាការៈហ្នឹងដកដង្ហើមមិនអស់ពីក្នុងដើមទ្រូងរបស់យើងនឹងតើវាមកពីមូលហេតុអីអ្នកខ្លះគាត់មានអាការៈនឹងគាត់គិតទៅដល់ប្រហែលជាគាត់នឹងមានបញ្ហាអីប្រហែលជាបេះដូងរបស់គាត់មានបញ្ហាអីឬក៏ប្រហែលជាសួតរបស់គាត់មានបញ្ហាអីហើយបានជាគាត់មានអាការៈចឹងណាដូច្នេះការដែលយល់អត់យល់ពីសរីរាង្គរបស់យើងអត់ដឹងពីរោគសញ្ញាអាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងនឹងមានការភ័យបារម្ភជួនកាលទៅគាត់ត្រូវមានការបារម្ភច្រើនណាស់នឹងទៅជួបពេទ្យជួបអីដើម្បីធ្វើការពិភាក្សាតាមពិតពេលដែលយើងមានបញ្ហាចឹងយើងទៅជួបពេទ្យគឺជារឿងត្រឹមត្រូវហើយប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនយល់អំពីរោគសញ្ញាមួយចំនួនតើរោគសញ្ញានោះវាមកពីមូលហេតុអីហើយតើពេលណាដែលយើងត្រូវទៅជួបពេទ្យពេលណាដែលយើងមិនគួរព្រួយបារម្ភអានឹងគឺជារឿងមួយដែលយើងគួរតែមានចំណេះដឹងរៀងៗខ្លួនទាំងអស់គ្នាដូច្នេះដូចបងប្អូនឃើញស្រាប់ហើយនៅក្នុងរូបភាពដែលខ្ញុំដាក់ឡើងអានេះវាមានបងប្អូនឃើញពេលណាដែលរាងកាយរបស់យើងដកដង្ហើមចូលទៅសួតវាត្រូវការស្រូបខ្យល់ចូលទៅដើម្បីឲ្យវារីកមកដើម្បីប្រមូលខ្យល់អុកស៊ីហ្សែនហ្នឹងចូលទៅផ្លាស់ប្ដូរឈាមយើងហ្នឹងយកដើម្បីឲ្យឈាមហ្នឹងបញ្ជូនឈាមក្រហមចូលទៅបេះដូងសក់បាញ់មករាងកាយរបស់យើងដើម្បីធ្វើឲ្យសរីរាង្គកាយរបស់យើងហ្នឹងមានអុកស៊ីហ្សែនមានឈាមក្រហមប្រើគ្រប់គ្រាន់នឹងប៉ុន្តែក្នុងករណីដែលសួតរបស់យើងវាបើកបានដោយសារមូលហេតុមានការរារាំងអំពីបន្ទះនៃសួតរបស់យើងដូច្នេះជារឿយភាគច្រើននៃអាការៈហ្នឹងដែលបងប្អូនមានអារម្មណ៍ថាដកដង្ហើមទៅពិបាកដកដង្ហើមហ្នឹងគឺដោយសារក្នុងក្រពះរបស់យើងហ្នឹងវាមានខ្យល់ច្រើនបងប្អូនដូចបងប្អូនឃើញស្រាប់ក្រពះដែលមានពណ៌សហ្នឹងគឺក្រពះវាមានរាងវាកែរបស់វាផ្នែកខាងលើអញ្ចឹងណានឹងឲ្យបានកវាបំពង់បាយនៅខាងនេះអញ្ចឹងកកែខាងនេះអញ្ចឹងដូចបងប្អូនឃើញស្រាប់នៅក្នុងរូបភាពអញ្ចឹងដូច្នេះកាពះនៅពេលដែលនៅកែផ្នែកខាងលើហ្នឹងពេលណាដែលកាពះយើងវាមានអាស៊ីតច្រើនឬក៏យើងមានអាការៈរលាកកាពះធ្វើឲ្យកាពះរបស់យើងហ្នឹងអាស៊ីតហ្នឹងវាបង្កើននៅអុកស៊ីហ្សែនបង្កើតនៅខ្យល់នៅក្នុងកាពះធ្វើឲ្យកាពះរបស់យើងហើម
យើងអាចនិយាយបានថាហើមអញ្ចឹងណាហើមនោះមិនមែនហើមមែនឬហើមពោះហើមទៅសារខ្យល់អញ្ចឹងធម្មតាខ្យល់វាស្ថិតនៅលើផ្នែកខាងលើពពុះទឹកពពុះអីឬក៏ខ្យល់ហ្នឹងគឺផ្នែកខាងលើនៃបំពង់ដែលវានៅក្នុងអញ្ចឹងដូចកាពះរបស់យើងដូចជាវាលិចនៅក្នុងទឹកចឹងផ្នែកខាងលើហ្នឹងវាអត់មានទឹកដូច្នេះខ្យល់វានឹងបុកមកខាងផ្នែកខាងលើដូច្នេះបងប្អូនឃើញរូបភាពដែលខ្ញុំដាក់នៅខាងលើហ្នឹងគឺជាកាពះហ្នឹងពេលណាដែលកាពះដែលខ្យល់វាច្រើននៅក្នុងកាពះរបស់យើងហ្នឹងកាពះហ្នឹងវានឹងដែតឡើងមកលើណាវារុញខ្យល់ហ្នឹងនឹងរុញកាពះរបស់យើងឡើងមកលើនឹងវាប៉ះពាល់ផ្នែកអីបងប្អូនមើលនៅក្នុងរូបភាពហ្នឹងបងប្អូននឹងឃើញបន្ទះសួតរបស់យើងផ្នែកខាងមុខផ្នែកខាងឆ្វេងប៉ះពាល់ច្រើនជាងគេបំផុតគឺផ្នែកខាងឆ្វេងណាផ្នែកខាងឆ្វេងហ្នឹងគឺថាកាពះហ្នឹងកាលណាដែលខ្យល់បុកខ្លាំងច្រើនធ្វើឲ្យកាពះរបស់យើងហ្នឹងវាហើបឡើងវាហើមឡើងពុះពេញទៅដល់ខ្យល់ឡើងហ្នឹងធ្វើឲ្យកាពះផ្នែកខាងលើរបស់យើងហ្នឹងវាឡើងទៅបុកបន្ទះសួតរបស់យើងផ្នែកខាងឆ្វេងនៃផ្នែកខាងមុខសួតរបស់យើងវាមានផ្នែកខាងក្រោយពីប្រទេសនៅផ្នែកខាងក្រោយនិងពីប្រទេសផ្នែកខាងមុខណាហ្នឹងហើយដូច្នេះផ្នែកខាងឆ្វេងនឹងហើយដែលវាប៉ះពាល់ដែលក្បាលកាពះរបស់យើងហ្នឹងវាបុកឡើងទៅវាធ្វើឲ្យបន្ទះផ្នែកខាងមុខនៃសួតរបស់យើងហ្នឹងវាទម្លោះវាពលាចេញអត់បានដោយសារវាគងជាមួយនឹងកាពះរបស់យើងហ្នឹងវាឡើងទៅបុកទៅវាត្បៀតធ្វើឲ្យបន្ទះសួតរបស់យើងហ្នឹងវាត្បៀតដូច្នេះពេលដែលយើងដកដង្ហើមទៅសួតរបស់យើងវាមិនអាចបើកបានអស់ 100% ដូចធម្មតាដែលយើងមានសុខភាពធម្មតាដែលអត់មានបញ្ហាអាស៊ីតកាពះនៅក្នុងរាងកាយរបស់យើងសួតរបស់យើងវាអត់មានអីរំខានដូច្នេះអល់ពេលណាដែលអត់មានអីរំខានពេលដែលយើងដកដង្ហើមទៅគឺថាអុកស៊ីហ្សែនចូលទៅហ្នឹងវាបានពេញមកអស់ហើយបានយើងផ្លុំចេញមកវិញគឺស្រួលហ្នឹងយើងមានអារម្មណ៍ថាគ្រប់អុកស៊ីហ្សែនប៉ុន្តែក្នុងលក្ខណៈដែលយើងមានអាស៊ីតកាពះវាច្រើនធ្វើឲ្យបង្កើតនៅខ្យល់នៅក្នុងកាពះហ្នឹងធ្វើឲ្យកាពះហ្នឹងវារុញបន្ទះសួនហ្នឹងត្បៀតបន្ទះសួនហ្នឹងធ្វើឲ្យបន្ទះសួនហ្នឹងវាទម្លាស់អត់បានហ្នឹងហើយអាហ្នឹងដែលសួនយើងទម្លាស់បានលុះត្រាតែអត់មានអីរារាំងកាលណាវាមានការរារាំងវាទម្លាស់បានអុកស៊ីហ្សែនចូលទៅវាមានកំណត់ដូចថាមានកំណត់វាផ្ដល់នៅរាងកាយរបស់យើងធ្លាប់តែមានអុកស៊ីហ្សែនគ្រប់គ្រាន់នៅពេលដែលយើងដកដង្ហើមតាមបើមកខ្លាំងទៅពេលរាងកាយរបស់យើងខ្វះអុកស៊ីហ្សែនយើងនឹងដកដង្ហើមមកខ្លាំងហើយមិនអញ្ចឹងហ្នឹងហើយដូច្នេះពេលហ្នឹងនៅជាអាការៈមួយហ្នឹងប៉ះពាល់ទៅនឹងសួតមួយទៀតបងប្អូនឃើញនៅក្នុងរូបភាពហ្នឹងគឺកាពះរបស់យើងហ្នឹងវាបុកឡើងទៅវាត្បៀតទៅជាមួយនឹងបេះដូងរបស់យើងធ្វើឲ្យចលនាបេះដូងរបស់យើងដែលវាកំពុងតែច្បាច់ជាប់ជាប្រចាំហ្នឹងគឺវាត្បៀតជាមួយនឹងកាពះរបស់យើងហ្នឹងដែលវាបុកឡើងដោយសារសិតតែជាតិខ្យល់នៅក្នុងកាពះរបស់យើងហ្នឹងដោយសារយើងមានអាការៈនៃការរលាកកាពះហ្នឹងហើយអាស៊ីតច្រើនក្នុងកាពះនឹងហើយជាដើមចំដែលធ្វើឲ្យបង្កើតនៅអាស៊ីតនៅក្នុងកាពះរបស់យើងដូច្នេះបញ្ហារលាកកាពះអីហ្នឹងលោកកសិដ្ឋការីក៏គាត់បាននិយាយបានច្រើនហើយមូលហេតុអីបានជាធ្វើឲ្យកាពះរបស់យើងនឹងរលាកអីអញ្ចឹងដូច្នេះខ្ញុំនិយាយនេះក្នុងគ្លីបនេះគ្រាន់តែមួយផ្នែកមួយឲ្យបងប្អូនយល់អំពីអាការៈហ្នឹងបងប្អូនមួយចំនួនគាត់អត់ដឹងពេលដែលមានអាការៈហ្នឹងគាត់ភ័យជាងគាត់ទៅគាត់បារម្ភក្នុងខ្លួនគាត់នឹងមិនដឹងជាគាត់មានបញ្ហាអីជុំគាត់ទៅគាត់ត្រូវទៅជួបវិជ្ជបណ្ឌិតឬគាត់មានសមត្ថភាពគាត់ត្រូវទៅពិនិត្យសុខភាពទៅដល់សុខក្រៅស្រុកអីចឹងណាចំណាយថវិកាច្រើនរឿងដែលយើងទៅពិនិត្យសុខភាពគឺជារឿងល្អប៉ុន្តែរឿងខ្លះយើងគួរតែស្វែងយល់អំពីបញ្ហាសុខភាពហ្នឹងយើងអាចដោះស្រាយបានដោយងាយតាមវិធីដែលយើងយល់បញ្ហាដែលអាស៊ីតកាពះឡើងខ្ពស់អីចឹងជួនកាលទៅយើងមិនបាច់ទៅជួបវិជ្ជបណ្ឌិតផងយើងគ្រាន់តែបើសិនជាខ្ញុំនិយាយនៅនេះបើសិននៅអូស្ត្រាលីវិញយើងគ្រាន់តែទៅជួបឱសថការីទៅ pharmacy ឱសថការីបើសិននៅតំបន់ដូចខ្ញុំនៅនេះ Springvale នេះទៅជួបទៅលោកឱសថការីលឹមសួរហ្នឹងក៏យើងអាចប្រាប់គាត់ពីអាការៈហ្នឹងគាត់នឹងណែនាំឲ្យយើងប្រើប្រាស់នៅប្រភេទថ្នាំដែលកាត់បន្ថយនៃជាតិអាស៊ីតមាន1 2 3 4ចឹងទៅដូច្នេះនេះជារឿងមួយដែលងាយសម្រាប់បងប្អូនឲ្យខ្ញុំជឿថាបងប្អូនច្រើនណាស់ដែលមានអាការៈហ្នឹងប៉ុន្តែជួនកាលទៅគាត់អត់យល់ពីបញ្ហាហ្នឹងគាត់នឹងកាភ័យដូច្នេះនេះគ្រាន់តែជាផ្នែកមួយ
ចែកជូនជាចំណេះដឹងជូនបងប្អូនហ្នឹងហើយដូច្នេះមូលហេតុដែលធ្វើឲ្យកាពះយើងនឹងវាកើនអាស៊ីតច្រើនកើនអីចឹងច្រើនហ្នឹងវាមានមូលហេតុច្រើនណាស់ខ្ញុំបងប្អូនប្រហែលជាដឹងអស់ហើយខ្ញុំគួរមិនចង់ជារាយរ៉ាំឲ្យបានច្រើននាំទៅវិញឆ្ងាយពេកហ្នឹងហើយជាពិសេសក្នុងសម័យបច្ចុប្បន្ននេះគឺជាគេថាសម័យកាលមួយដែលបច្ចេកវិទ្យាជាពិសេសគឺថា social smartphone អីហ្នឹងយើងកំពុងតែប្រើលើសពីកំណត់ដែលធ្វើឲ្យនេះគឺជាដើមចមមួយដែលធ្វើឲ្យយើងហ្នឹងលងលក់ជាមួយនឹងsmartphone យើងតាមដានរហូតទៅដល់ដាច់យប់ហ្នឹងហើយយើងតែងតែដឹងថាមូលហេតុដែលចម្បងដែលបង្កឡើងដោយសារ smartphone ហ្នឹងគឺដោយសារយើងជក់នៅពេលជុំក្រោយទៅយើងធម្មតាកាលពីមុនមនុស្សទូទៅភាគច្រើនគឺត្រឹមតែម៉ោង9ម៉ោង10ឯងគិតចូលគេងអស់ហើយប៉ុន្តែក្នុងសម័យកាលនេះខ្ញុំជឿថាមួយចំនួនច្រើនណាដែលលងជាមួយនឹងការតាមដានព័ត៌មានលងជាមួយនឹងសាច់រឿងលងនឹងអ្វីៗគ្រប់បែបយ៉ាង all in one នៅក្នុងលើទូរស័ព្ទដៃរបស់យើងហ្នឹងធ្វើឲ្យយើងហ្នឹងគឺថាអូដល់តែមើលម៉ោងគឺថាម៉ោង1ម៉ោង12ម៉ោង1ជំរាបទៅធ្លាក់ទៅដល់ម៉ោង2ទៀតហើយបញ្ហាដែលធ្វើឲ្យអាស៊ីតកាពះរបស់យើងហ្នឹងវាកើនអាស៊ីតកាពះហ្នឹងគឺពេលដែលយើងនៅគេង late night ពេលដែលយើងនៅយប់ជ្រៅពេកហ្នឹងហើយកាលណាយប់ជ្រៅពេកធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងវាអត់មានបញ្ចេញគេហៅថាអុកម៉ូនមួយយ៉ាងដែលគេហៅថា melatonin ហ្នឹងហើយmelatonin ហ្នឹងកាលណារាងកាយរបស់យើងវាបញ្ចេញ melatonin ធ្វើឲ្យរាងកាយរបស់យើងហ្នឹងគឺថាងុយគេងគឺយើងគេងដូច្នេះ melatonin ហ្នឹងគឺជាភ្នាក់ងារមួយគឺទប់ស្កាត់អាស៊ីតកាពះមិនឲ្យអាស៊ីតកាពះរបស់យើងហ្នឹងវាបញ្ចេញដូច្នេះ melatonin ជាមួយនឹងអាស៊ីតកាពះរបស់យើងហ្នឹងគឺថាពីរហ្នឹងប្រៀបតាមដូចជាកុងតាក់មួយបើសិនជាកុងតាក់ដែលយើងបិទមួយហើយគឺមួយទៀតអត់ចេញដូចជាកុងតាក់បិទបើកភ្លើងអញ្ចឹងហ្នឹងហើយបើសិនជាកាលណាមាន melatonin ចេញមកគឺថាអាស៊ីតហ្នឹងគឺវាអត់ចេញមកទេបើសិនជាយើងបើកយើងអត់គេងធ្វើឲ្យ melatonin របស់យើងវាអត់បញ្ចេញមកបានទេយើងនៅភ្ញាក់ឲ្យតែជក់តាមដានហ្នឹងដូច្នេះ melatonin ខួរក្បាលរបស់យើងវាអត់បញ្ចេញ melatonin មកទេដូច្នេះអាស៊ីតវាអត់មានដំណើររាងស្គះរបស់វាតាមគេថាចង្វាក់នៃទម្លាប់នៃផែនដីរបស់យើងនឹងទៀតកាលណាដែលយើងមិនគេងរាងកាយរបស់យើងវាមាន sensor មួយវាបញ្ជាក់វាផ្ញើពីខួរក្បាលមកចូលមកគេហៅថាសរសៃប្រសាទមួយគេថាសរសៃប្រសាទរសជាតិរបស់យើងហ្នឹងវានៅតែរំញោចមកសរសៃប្រសាទដែលគេថាទទួលរសរបស់យើងហ្នឹងកាលណាវាសរសៃប្រសាទវាចិត្តបញ្ជូនសារចុះមកធ្វើឲ្យរាងកាយរបស់យើងហ្នឹងវាផ្ញើសារចូលមកក្នុងនេះហ្នឹងសរសៃប្រសាទហ្នឹងធ្វើឲ្យវាបញ្ចេញនៅកាពះទឹកអាស៊ីតនៅកាពះទឹកអាស៊ីតនៅកាពះហ្នឹងហើយដែលធ្វើឲ្យពេលដែលបងប្អូនមានចាប់អារម្មណ៍ទៅពេលដែលយើងនៅយប់ជ្រៅហេតុអីបានយើងមានអារម្មណ៍ថាយើងគោពោះហេតុអីបានជាយើងមានអារម្មណ៍ថាឈឺពោះនៅពេលយប់ហ្នឹងគឺដោយសារអីគឺដោយសារជាតិអាស៊ីតនៅក្នុងកាពះរបស់យើងនឹងវាច្រើនណាស់ហើយហេតុអីបានយើងមានគេថាការៈលមូពោះពេលដែលយើងនៅយប់ដាច់យប់ក្រោយពីម៉ោង11 12ម៉ោង1ហ្នឹងហេតុអីបានជាមានអារម្មណ៍ថាគោពោះមានអារម្មណ៍ថាឃ្លានបាយជុំកោទៅបងប្អូនបើសិនជាធ្ងន់ទៅទៀតវាធ្វើឲ្យយើងឈឺពោះដោយសារអីដោយសារអាស៊ីតកាពះហ្នឹងវាកើនឡើងដោយសារយើងនៅរំលងអាត្រៀតហ្នឹងហើយដូច្នេះអាហ្នឹងគឺជាដើមចមមួយដែលធ្វើឲ្យយើងរលឹកកាពះហើយបើសិនជាយើងមិនផ្លាស់ប្ដូរនៅទម្លាប់ហ្នឹងទេពីមួយថ្ងៃទៅមួយថ្ងៃពីមួយថ្ងៃទៅមួយថ្ងៃគឺថាកាពះរបស់យើងភ្នេះកាពះរបស់យើងដែលវាអាថិចទៅដោយអាស៊ីតកាពះហ្នឹងគឺថាធ្វើឲ្យភ្នេះកាពះរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃវារលាកនឹងហើយគឺជាដើមចមមួយដែលធ្វើឲ្យបងប្អូនរលាកកាពះដោយមិនដឹងខ្លួនដូច្នេះយើងអាចនិយាយបានថាsmartphone គឺជាដើមចមធ្វើឲ្យយើងមានជំងឺរលាកកាពះណាដោយសារអីដោយសារយើងគេងដាច់យប់ហ្នឹងហើយដោយសារយើងតាមដានណាដូច្នេះ
បងប្អូនគួរតែចាប់អារម្មណ៍រឿងនឹងឡើងវិញហើយបើសិនជាបងប្អូនមានអាការៈដូចខ្ញុំរាយរាប់ហ្នឹងយើងគួរតែចាប់អារម្មណ៍មើលដាក់សំណួរសួរថាតើយើងមាននៅ late night ជាប្រចាំឬក៏អត់តើយើងមានឧស្សាហ៍ពេលញ៉ាំបាយហើយយើងមានឧស្សាហ៍ភើឬក៏យើងញ៉ាំបាយហើយយើងមានអារម្មណ៍ថាយើងឈឺពោះឬក៏ពេលរៀងយើងឃ្លានបាយបន្តិចយើងមានអារម្មណ៍អាការៈថាឈឺពោះមុនពេលញ៉ាំបាយឬក៏ឈឺពោះក្រោយពេលញ៉ាំបាយនេះហើយគឺជាអាការៈនៃការរលាកកាពះដូច្នេះអានេះវាគេថាជាចំណេះដឹងស្ទើរតែអ្នកណាក៏ដូចជាអ្នកណាដឹងគ្រប់បែបយ៉ាងទាំងអស់ហើយបញ្ហារោគសញ្ញានៃកាពះហ្នឹងប៉ុន្តែបងប្អូនតែងតែមើលរំលងចាត់ទុកថាបញ្ហាកាពះគឺជាបញ្ហាធម្មតាតាមពិតជំងឺកាពះគឺជាជំងឺរលាកកាពះគឺជាជំងឺមួយងាយព្យាបាលជាទីបំផុតបើសិនជាយើងចាប់អារម្មណ៍បើសិនជាយើងមានចំណេះដឹងតែមួយបន្តិចប៉ុន្តែពេលណាដែលវារលាកហើយមានអាការរ៉ាក់ធ្ងន់ធ្ងរហើយអានឹងហើយគឺជាដើមចំមួយពិបាកក្នុងការព្យាបាលហេតុអីបាននិយាយថាពិបាកក្នុងការព្យាបាលពីព្រោះថាកាលណាកាពះគឺជាភ្នាក់ងារមួយទៅបីឈឺឬក៏ជាវាដាច់ខាតត្រូវតែធ្វើការជាប្រចាំហើយបើសិនជាម្ចាស់វាមានចំណេះដឹងយើងវាអាចកាត់បន្ថយបានធ្វើឲ្យការផ្សះឡើងវិញហ្នឹងវាអាចឆាប់ប៉ុន្តែភាគច្រើនគឺយើងមើលរំលងគ្នាធ្វើការដោយស្ងាត់ស្ងៀមជាទីបំផុតនៅក្នុងពោះរបស់យើងហ្នឹងប៉ុន្តែយើងមើលរំលងគឺថាមើលរំលងពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់ថ្ងៃមួយហ្នឹងគ្នាធ្វើការលែងបានតែយើងត្រូវចាំថាពេលដែលយើងបងប្អូនម្នាក់ៗ10នាក់យើងទាំង10នាក់ហើយអ្នកណាក៏ធ្លាប់ឆ្លងកាត់នៅបញ្ហាឈឺកាពះនឹងដែរមែនទេពេលដែលយើងមានអាការៈឈឺកាពះគឺជារឿងមួយពិបាកទ្រាំណាស់មិនអញ្ចឹងណាធុញថប់មានអារម្មណ៍ថាពិបាកក្នុងការទទួលទានពេលញ៉ាំក៏មានអារម្មណ៍ថាពិបាកពេលឃ្លានក៏មានអារម្មណ៍ថាពិបាកខ្ញុំមិនបាច់រ៉ាយរាប់ច្រើនបញ្ហាហ្នឹងទេបងប្អូនយល់ទាំងគ្នាហើយដូច្នេះតាមរបាយការណ៍ជំងឺមហារីកកាពះគឺថាអ្នកដែលមានជំងឺមហារីកកាពះតាមរបាយការណ៍តាំងពីយូរហើយខ្ញុំនៅចាំគេធ្វើការសិក្សាស្រាវជ្រាវអ្នកដែលមានជំងឺមហារីកកាពះពេលដែល100នាក់គឺថាមាន70នាក់ហើយដែលអ្នកដែលជំងឺមហារីកកាពះហ្នឹងពេលក្នុង100នាក់ដែលមានមហារីកកាពះហ្នឹងធ្វើការពិនិត្យសួរដេញដោលអំពីមូលហេតុប្រវត្តិនៃអ្នកកើតជំងឺមហារីកកាពះហ្នឹង100នាក់មាន70នាក់ដែលមានប្រវត្តិដែលគឺថារលាកកាពះរ៉ាំរ៉ៃនឹងហើយគឺជាដើមចំដូច្នេះបងប្អូនមិនគួរមើលរំលងផ្នែកការដែលកាពះរបស់យើងហ្នឹងយើងត្រូវតែថែកាពះរបស់យើងលេយ៉ាងម៉េចកុំឲ្យជៀសវាងក្នុងការរលាករ៉ាំរ៉ៃជាប្រចាំដូច្នេះសូមបងប្អូនគួរតែពិចារណាហើយប្រយ័ត្នឲ្យមែនទែនហើយបើសិនជាបងប្អូនបានជាលេនណាយហើយយើងមានអារម្មណ៍ការៈថាឈឺពោះឬក៏មានអាការៈថាលំមួពោះអញ្ចឹងយើងគួរតែទៅរកទឹកពិសាឬក៏ញ៉ាំរបស់របរបន្តិចបន្តួចដើម្បីសម្រន់ដើម្បីធ្វើឲ្យអាស៊ីតកាពះរបស់យើងហ្នឹងវាសាបបន្តិចទៅហើយបញ្ញាចូលគេងឈប់ក្នុងការលេតណៃហើយបើសិនជាយើងនៅជាទម្លាប់ជាប្រចាំទៀតនឹងហើយគឺថាបងប្អូននឹងធ្លាក់ទៅដល់ដំណាក់កាលមួយគឺថារលាកកាពះកម្រិតធ្ងន់ណាហ្នឹងហើយដូច្នេះនេះគឺជារោគសញ្ញាមួយដែលជួបប្រទះដែលតាមដែលខ្ញុំជួបប្រទះគឺច្រើនណាស់អ្នកដែលរាយរាប់ប្រាប់ខ្ញុំអ្នកដែលនិយាយអំពីបញ្ហារោគសញ្ញាហ្នឹងគឺថាដកដង្ហើមពិបាកដកដង្ហើមគេងក៏ពិបាកដកដង្ហើមអង្គុយពិបាកដកដង្ហើមបើងើបឈរដើរទៅរៀងមានអាការៈរៀងធូរបានបន្តិចហេតុអីពេលដែលយើងឈរទៅកាពះរបស់យើងហ្នឹងវាអាចធ្លាក់សុទ្ធចុះមកពីខាងក្រោមបន្តិចទៅវាមិនសូវជាដោលទៅមកឡើងបន្ទះសួតរបស់យើងហ្នឹងដូច្នេះយើងមានអារម្មណ៍អាការៈធូរបន្តិចប៉ុន្តែពេលដែលយើងអង្គុយឬយើងគេងចុះទៅគឺថាណែនដើមទ្រូងហើយថប់ដកដង្ហើមអត់អស់ណាហ្នឹងហើយដូច្នេះនេះគឺជាមូលហេតុមួយដែលធ្វើឲ្យមកពីកាពះរបស់យើងរលាកដូច្នេះសូមបងប្អូនគិតពីបញ្ហាឡើងវិញហើយគួរតែថែសុខភាពកាពះរបស់យើងនឹងឲ្យបានល្អហើយត្រូវចាំថាទឹកគឺជាថ្នាំដែលព្យាបាលជំងឺកាពះនឹងមានប្រសិទ្ធភាពបើសិនជាយើងចេះប្រើប្រាស់ទឹកនឹងឲ្យបានត្រឹមត្រូវហើយជាមួយនឹងទម្លាប់នៃការរស់នៅហ្នឹងហើយដូច្នេះពេលណាដែលកាពះរបស់យើងមានសុខភាពល្អហើយយើងអាចញ៉ាំអីបានគ្រប់បែបយ៉ាងទោះបីហឹរទោះបីប្រៃជូរយ៉ាងម៉េចក៏ដោយក៏កាពះរបស់យើងវាស៊ូណាស់វាទ្រាំបានក្នុងករណីដែលយើងកាពះរបស់យើងមានសុខភាពធម្មតា
ណាប៉ុន្តែពេលដែលកាពះរបស់យើងមានបញ្ហាហើយយើងទោះបីយើងញ៉ាំហឹរក៏មិនបានជូរបន្តិចក៏មិនបានគឺវាធ្វើឲ្យអាការៈរបស់យើងរាងកាយរបស់យើងនឹងខ្វះនៅគេថាសារជាតិបំពន់ទៅថែមទៅទៀតនឹងបើសិនជាយើងមានវ័យកាន់តែចំណាស់ទៀតគឺថាបានតែយើងចុះតួកាន់តែលឿនដូច្នេះគួរតែមិនគួរមើលរំលងអំពីបញ្ហាកាពះនោះទេដូច្នេះសូមសង្ឃឹមថាបងប្អូនស្វែងយល់អំពីអាការៈហ្នឹងហើយបើសិនជាបងប្អូនមានអាការៈអញ្ចឹងគួរតែទៅជួបវេជ្ជបណ្ឌិតឬក៏ជួបលោកឱសថការីដើម្បីធ្វើការប្រឹក្សាទិញនៅថ្នាំដែលគេថាបញ្ចុះជាតិអាស៊ីតឬក៏រារាំងកុំឲ្យជាតិអាស៊ីតឡើងខ្ពស់ណាដើម្បីថែរក្សាឲ្យកាពះរបស់យើងនឹងវាមានសុខភាពឡើងវិញហើយយើងផ្លាស់ប្ដូរនៃទម្លាប់នៃការរស់នៅបាទសូមអរគុណសូមជម្រាបលា